mà cóជំរាបសួរម៉ែបងប្អូនយើងទាំងអស់គ្នាហើយចឹងតាម៉ែបងប្អូនសុខសប្បាយទាំងអស់គ្នានឹងឲ្យចិត្តដល់ដល់ចូលឆ្នាំហើយម៉ែបងប្អូនអូយនឹកស្រុកនឹកជ្រកនឹងឲ្យធ្វើមកជីនៅឆ្ងាយមហាសែនឆ្ងាយចេះនឹងឲ្យមានបានតែមិននឹកចឹងទៅនឹងកាលណាបានទៅម៉ែបងប្អូនបាទហើយមួយរយៈនេះល្បីរឿងលោកដនត្រាំណាលោកដនត្រាំគាត់តម្លើងពន្ធគ្រប់ប្រទេសណាឡើងពន្ធគ្រប់ប្រទេសដែលគាត់ធ្វើចំណេញជាមួយនាំចេញនាំចូលជាមួយហ្នឹងបាទហើយក្នុងនោះក៏មានប្រទេសខ្មែរយើងផងដែរនិយាយពីខ្មែរយើងឃើញគាត់លើក statement ថ្ងៃមុនហ្នឹងគាត់ឡើងនិយាយសន្ទរកមុនហើយគាត់លើកgraph មួយបង្ហាញខ្មែរយើងលេងយកពន្ធគេរហូតដល់ 97% និយាយពីយកគេនៅអស់តោះ 97% ខ្ញុំដឹងថាព័ត៌មានហ្នឹងពិតឬមិនពិតទេម៉ែបងប្អូនពិតឬមិនពិតទេរឿងយកពន្ធគេរហូតដល់ 97% ហ្នឹងព្រោះខ្ញុំឆែកនៅក្នុងនឹកឆែកមើលខ្មែរយើងយកពន្ធគេតាមប៉ុន្មានភាគរយនោះឡានថ្មីឡានចាស់ឡានមកទឹកឡានថ្មីតែ 35% នោះduty tax ហ្នឹង 35% នោះខ្ញុំឆ្ងល់ថាតា 97% នោះបានមកពីណាគាត់គុណចែកបូកដកមិនចេញ 97% នោះនឹងអាមេរិកអានេះបើតាម statement របស់លោក Donald Trump គាត់បានលើកឡើងហ្នឹងហើយគាត់បានប្រកាសថ្ងៃមុននោះមានសារព័ត៌មានចុះមកកណោគាត់លើកល្បាតឲ្យមើលទៀតហើយគាត់និយាយរបៀប fund ទៀតថាអូ Cambodia គាត់ tax rate ហ្នឹងរហូតដល់ 47% តាមពីក្រៅហ្នឹងស្រីលង្កាមកយួនហ្នឹងហើយអូសិតតែប្រទេសដែលមាន tax ច្រើនទៅបងពន្ធ tax ច្រើនខ្ញុំមានចំហថាអីក៏ពន្ធ 90% បានទូលេខពីណាមកក៏មានមុខតំណែងផ្សេងទៀតចឹងណាខ្ញុំមិនដឹងចឹងណាហ្នឹងហើយខ្ញុំនៅតែឆ្ងល់ថា 97% យូរច្រើនហ្នឹងហើយមុខតំណែងខ្លះវិញនាំចូលពីអាមេរិកពន្ធតែ 20% តាខ្ញុំនៅឆ្ងល់មុខតំណែងមួយណា 97% និយាយទៅគោលនយោបាយតែតាមនេះគាត់មើលធ្លាចាក់ធ្លុះម៉ែបងប្អូនតែគាត់ដាក់ប៉ុណ្ណឹងវាមិនមែនដាច់ណាត់ទេម៉ែបងគាត់ធ្វើអញ្ចឹងវាមិនដាច់ណាត់គេទុកឱកាសទុកពេលវេលាទុកថ្ងៃទុកខែគេទុកឱកាសទុកពេលវេលាយើងចរចាតើស្មានតែគាត់តម្លើងពុនយ៉ាងទៅវាមិនគេមិនសងសឹកហើយធម្មតាប្រទេសជិតខាងគេសងសឹកវិញហ្នឹងហើយសងសឹកណាឈឺចាប់គឺប្រជាពលរដ្ឋអាមេរិកហ្នឹងហើយប្រជាពលរដ្ឋតាំងពីហ្នឹងវាឈឺចាប់តែអ្នកក្រីក្រហ្នឹងអាអ្នកមានឈឺចាប់អីជាមួយយើងអាហ្នឹងវាអញ្ចឹងអីតែតំណែងតឡើងពុនតឡើងអីទៅតឡើងពុនតឡើងអីទៅតឡើងពុននាំចូលទាំងសងខាងទៅអ្នកណាគឺទទួលរឿងជ្រៀងគេគឺអ្នកក្រីក្រនេះអ្នកក្រីក្រហេមហាមរើមួយថ្ងៃស៊ីមួយថ្ងៃរើមួយកែស៊ីមួយកែនេះអាអ្នកមានខ្វាយខ្វល់គេមានឡានមានលុយទុកឯងធនាគារគេទុកលេងនិយាយទុកធនាគារលេងគេលេងចង់យកទទួលទីឯនោះអញ្ចឹងអាអ្នកមានវាមិនទៅឈឺចាប់ជាមួយយើងទេអ្នកក្រីក្រអ្នកឈឺចាប់ទៅដូចជាកម្មកររោងចក្រកាត់ដេរហ្នឹងឧទាហរណ៍ឡើងពុនក្រើអញ្ចឹងទៅលេងរោងចក្រនោះវាបាត់គ្រប់គ្នាទៅមិនទៅមិនងាយទេណាអញ្ចឹងវាមិនថាគេធ្វើអញ្ចឹងវាមិនដាក់កំហិតទេអានេះគេទុកផ្លូវចរចាចេះទុកផ្លូវចរចាតើឃើញរយៈពេលមកឥឡូវនេះជួនចរចាមកអាមេរិកហើយដូចសារតំណែងអាមេរិក 0% ឥឡូវរឿងក៏ជានាយករដ្ឋមន្ត្រីខ្មែរក៏គាត់បោះដៃអាមេរិកផងដែរចរចាជាមួយអាមេរិកដែរគឺថាចង់ចរចាជាមួយអាមេរិករឿងកម្មវិធីនាំចេញនាំចូលហ្នឹងណាពន្ធនាំចេញនាំចូលហ្នឹងឥឡូវនឹងយ៉ាងម៉េចទេប៉ុន្តែខ្ញុំជឿថានឹងមានកិនដោះស្រាយមិនដែរគាត់ធ្វើអញ្ចឹងនិយាយទៅតែតាមធ្វើអញ្ចឹងខ្ញុំគិតថាល្អបើមិនធ្វើអញ្ចឹងឡើយពួកនឹងស៊ីក្បាលលើអាមេរិកមួយស៊ីក្បាលលើអាមេរិកអាមេរិកអាមេរិកជាធំអាមេរិកជាគិតនាំគ្នាឆ្កឹះស្គីលគ្នាស៊ីសាច់អាមេរិកឥឡូវអាមេរិកវាខ្ជិលវាធ្វើខ្លះទៅធ្វើមិនដឹងធ្វើមិនលឺខ្លះទៅអ្នកខ្លះនិយាយថាយើងរឿងនយោបាយដោយសារខ្មែរយើងមិនតាមអាមេរិកចេះមួយចុះពីអញ្ចឹងអាមេរិកគៀបសកត់ពុនអញ្ចឹងទៅប៉ុន្តែខ្នាអាមេរិកគ្មានខ្វល់ទេអាមេរិកជាច្រើនយកគេហៅប៉ាណូលទ្ធិជាបតបតៃបាំងមុខនិយាយខ្មែរចេះខ្មែរចុះមកតែខ្មែរយើងមិនបតបតៃអាមេរិកគ្មានខ្វល់ទេអាមេរិកកំពុងដើរនិយាយទៅអាមេរិកក៏ថ្ងៃកំពុងដើរស្តង់ដារ2ម៉ែបងអាមេរិករឿងស្អីលទ្ធិជាបតៃលើមិនលទ្ធិជាបតៃក៏ដោយមែនតែអាមេរិកសម័យដុល្លារនៅតាមគាត់
I don't care ម៉ែបងខ្ញុំមិនខ្វល់អ្នកឯងមិនថាបតៃឬថាបតៃគឺខ្ញុំអត់ខ្វល់ទេសំខាន់គឺអ្នកឯងប្រូទៅណាអ្នកឯងកាន់ជើងអាមេរិកឬកាន់ជើងចិនឬកាន់ជើងរុស្ស៊ីអ្នកឯងដើរជាមួយខ្ញុំបានសុខដើរជាមួយអ្នកដទៃខ្ញុំគៀបចឹងទៅឡើងពុនទៅឡើងអីចឹងទៅគៀបសេដ្ឋកិច្ចចឹងទៅអាហ្នឹងវាចឹងអាមេរិករឿងនិយាយទៅបង្រៀនគេឲ្យកាន់លទ្ធិជាបតៃហ្នឹងគឺអានេះជាវាសម័យនយោបាយសម័យមុនសម័យលោកជូ Biden ទេសម័យលោកជូ Biden ទេពេលសម័យត្រាំខុសគ្នាសម័យត្រាំគេតែរឿងលុយទេរឿងចំណូលអាត្មានិយមសុទ្ធនឹងសម័យត្រាំគាត់អត់សូវគិតរឿងដឹកនាំប្រទេសរបៀបគេហៅថានាំប្រទេសដល់ទីគេឲ្យមកគេហៅចូលរួមកម្លាំងរួមសាមគ្គីជាមួយអាមេរិកទេសំខាន់នាំចំណូលនាំលុយនាំកាក់អាមេរិកអាហ្នឹងមិនគាត់ចូលចិត្តគាត់រត់ពីគ្នាអាណាមិននាំចំណូលអាណាដើរខ្សែលើអាណាគេហៅធ្វើស្មៅលើខ្នងអាមេរិកគាត់ចូលចិត្តទេហ្នឹងហើយធ្វើចំការធ្វើចំការលើខ្នងអាមេរិកគាត់ចូលចិត្តទេអញ្ចឹងមិនថាអាមេរិកគាត់ចង់រាល់ថ្ងៃសម័យលោកត្រាំនេះគាត់ចង់ធ្វើអីស្មើគ្នាឯងពុន50អញពុន50ហ្នឹងមិនគិតថាអញធំអញតូចទេសំខាន់គឺយើងទីជិះទុកជាមួយគ្នាយើងចែកទុកដូចគ្នាមិនអាមួយចែកទុកអាមួយគួយលេងជាក្រៅគេអញ្ចឹងអាមេរិកចូលចិត្តទេនិយាយរួមមកថាត្រាំគាត់ដឹកនាំប្រទេសអាមេរិកនេះគឺដឹកនាំរបៀបខាង business ម៉ែបងប្អូនព្រោះតែត្រាំគាត់ business ណាត្រាំគាត់ business អញ្ចឹងគាត់ឡើងមកភ្លាមគាត់កែតម្រង់របៀបរបបការដឹកនាំប្រទេសភ្លាមតែហ្មងហ្នឹងហើយអញ្ចឹងគាត់របៀបមិនសូវយោគយល់ទេហ្នឹងហើយគាត់មិនសូវយោគយល់រឿងដឹកគេហៅការរស់ស៊ីចំនួនជួញដូរហ្នឹងណាគាត់ចង់បានស្ពាបស្មើភាគអញ្ចឹងទៅគាត់ចង់បានតែលុយចង់បានអាកាសអញ្ចឹងទៅអាអ្នករបបរស់ស៊ីអ្នករស់ស៊ីវាចឹងហើយហ្នឹងគំនិតវាគឺចេញមករស់ស៊ីចឹងហ្មងគំនិតវាចេញមកគឺមុខចំនួនចឹងហ្មងម៉ែបងប្អូនមិនបាច់និយាយអីខ្មែរយើងម៉ែបងប្អូនប្រទេសដែលជាដៃគូយុទ្ធសាស្ត្ររបស់អាមេរិកធំណាដូចជាប្រទេសជប៉ុនប្រទេសកូរ៉េខាងត្បូងកាណាដាប្រទេសអង់គ្លេសសម្ព័ន្ធអាមេរិកទៅតែត្រាំនៅតែឡើងពុនហើយទាំងរំខ្មែរយើងមានប្រាប់បើសិនជាខ្មែរយើងធ្លាក់ក្នុងសង្គ្រាមថ្ងៃហ្នឹងមានក្បាលអាមេរិកណាតែជួយទេខ្ញុំហ៊ាននិយាយចឹងហ្មងគ្មានក្បាលអាមេរិកណាតែជួយទេយ៉ាងច្រើនកណ្ដែមគេហៅស្កោទោសចឹងទៅ1 2 3 4 5ស្កោទោសទណ្ឌកម្មសេដ្ឋកិច្ចអីចឹងទៅហ្នឹងហើយប៉ិនឲ្យអាមេរិកលើកទ័ពលើកអីជួយខ្ញុំប្រាប់ថាសម្រាប់តែគ្រាប់កភ្លើមកគ្រាប់ហ្នឹងអាមេរិកឲ្យអត់ផងណែខ្ញុំហ៊ាននិយាយចឹងហ្មងយើងត្រូវមើលភ្នែកមើលកសែចិត្តមើលផ្លូវចិត្តតាត្រាំឲ្យមែនតែនព្រោះតាត្រាំហ្នឹងមនុស្សចិត្តដាច់ណាមនុស្សមុខជំនួញគាត់ចង់ចាយលុយទេហ្នឹងហើយគាត់មិនចង់ចាយលុយគាត់មិនចង់ជួយគេគាត់មិនចង់ចំណាយប្រជាពលរដ្ឋគាត់មិនចង់ចំណាយទាហានគាត់ឲ្យទៅចូលរួមស្លាប់នៅទឹកដីប្រទេសគេទេនិយាយទៅរបត់សង្គមសម័យថ្មីអត់ដូចរបត់សម័យតាប៊ូទេណា20ឆ្នាំមុននេះអត់ដូចទេតាប៊ូអត់បានទេតាប៊ូឲ្យតែមានបញ្ហាអីចេះមួយចុះពុយឆ្លៀនពៀនទឹកដីមកបាញ់គេមកបាញ់អីប្រជាពលរដ្ឋអាមេរិកតាប៊ូអត់បានទេតកាចណាស់តាហ្នឹងហើយកាចណាស់តានេះមើលឆ្លៀនពៀនប្រហែលប្រទេសសម័យជំនាន់តាប៊ូខ្ញុំចង់ផ្លេចឯ2 3ប្រទេសមិនដឹងទេហ្នឹងហើយសម័យអាកាដាមកធ្វើភេរកម្មនៅ World Trade Center នៅសហរដ្ឋអាមេរិកហ្នឹងគាត់លើកទាហានលើកផ្ទាប់លើកអីទៅខ្ទេចងាប់ប៊ីនឡាដេនបាត់ហ្នឹងហើយប៊ីនឡាដេនមិនស្លាប់តាសម័យអូបាម៉ាគេតែរកឃើញហើយគេហាន់គេតាមកំចាត់តាតាំងពីសម័យតាមកសម័យតាប៊ូដល់តាអូបាម៉ាមកបានស្លាប់តាមសម័យអូបាម៉ាចំនួនអូបាម៉ាហ្នឹងហើយអញ្ចឹងថារបត់សង្គមសម័យថ្មីនេះគឺខ្លួនឯងពឹងខ្លួនឯងបងប្អូនខ្លួនឯងខ្លាំងខ្លួនឯងពឹងខ្លួនឯងមានប្រទេសណាមកអើពើជាមួយយើងទេយ៉ាងច្រើនបានទណ្ឌកម្មសេដ្ឋកិច្ចឬក៏ស្កោតទោសតែប៉ុណ្្នឹងឯងតែជាខ្លួនយើងខ្សោយហើយគ្មានណាជួយយើងបានទេសម័យនេះឥឡូវយើងមើលទៅយូក្រែនហ្នឹងហើយប្រទេសគេធំមកប៉ុនប្រទេសយុទ្ធសាស្ត្រផងប្រទេសយុទ្ធសាស្ត្ររបស់សហគមន៍អឺរ៉ុបផងណែបើជើយូក្រែនចាញ់សង្គ្រាមនេះមែនណាអឺរ៉ុបនឹងទៅពឹងអ្នកណាទេឥឡូវសម័យតាត្រាំមកទៀត
តែតាមគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនគិតតែលុយគិតតែកាក់គិតតែគេហៅអាត្មានិយមចេះទៀតហ្នឹងហើយអញ្ចឹងហើយមិនថាគេរាល់ថ្ងៃហ្នឹងកំពុងជ្រុំជ្រែងរុញគូតអ៊ុយយូក្រែនហ្នឹងខ្លាំងណាស់ហ្នឹងហើយប្រទេសយើងស្អីគេហើយប្រទេសយើងអីគេយើងនិយាយអានេះខ្ញុំនិយាយអញ្ចឹងប្រហែលប្រជាពលរដ្ឋខ្មែរយើងមួយចំនួនខឹងខ្ញុំប៉ុន្តែអានេះជារឿងពិតជាហេតុការណ៍ពិតជាអ្វីដែលយើងអាចសម័យមើលឃើញថាវាទៅផ្លូវហ្នឹងវាទៅអញ្ចឹងណាវាទៅអញ្ចឹងហើយអត់មានអ្នកណាជួយយើងមកទីក្រៅខ្លួនឯងអញ្ចឹងយើងគួរតែស្រឡាញ់ណាស្រឡាញ់ប្រទេសយើងជួយប្រទេសយើងម្ដាយមួយជើងម្នាក់ទៅធ្វើម៉េចទៅបើយើងនៅក្នុងសម័យនេះហើយបើយើងមិនរួបរวมគ្នាទៀតនៅតែឆ្លោះប្រកែកគ្នាទៀតនៅតែខំគ្នាទៀតនៅសម្លាប់គ្នាទៀតយើងអត់ខ្លាំងទេយើងនៅតែជាប្រទេសមួយដែលទុនខ្សោយអញ្ចឹងហ្នឹងហើយយើងកែដានចាស់អត់កើតយើងគួរតែកែដានចាស់យើងចូលមកដានថ្មីវិញណាសម្រួលដានថ្មីឲ្យវាល្អឲ្យមានការដឹកនាំត្រឹមត្រូវណាកែសម្រួលកែកងកម្លាំងកែសភាវុធយើងពង្រឹងធម៌ពលពង្រឹងកម្លាំងពង្រឹង muscle យើងឲ្យបានល្អឲ្យបានច្រើនជាងហ្នឹងគ្មានអ្នកណាជួយយើងកើតទេខាងខ្លួនឯងហ្នឹងហើយតែខ្លួនយើងខ្លាំងណាតែព្រះក៏ស្គាល់យើងដែរតែខ្លួនយើងមានអត្តពលកុំថយឡាចិនកំថយឡាយួនសូម្បីតែអាមេរិកក៏ខ្លាចយើងដែរអាហ្នឹងវាអញ្ចឹងមានតែយើងនេះខ្លាំងខ្លួនឯងល្អហ្នឹងហើយជាកម្លាំងស្នូលហើយកម្លាំងគេហ្នឹងគ្រាន់តែគេរុញគូតគេឲ្យយើងទេរុញគូតរុញដៃយើងរុញខ្លួនទេប៉ុន្តែសំខាន់គឺយើងខ្លាំងខ្លួនឯងប៉ុណ្្នឹងឯងហ្នឹងហើយអត់មានអ្នកណាមកជួយយើងបានទេសម័យនេះបាទសម្រាប់ថ្ងៃនេះក៏មានតែប៉ុណ្្នឹងទេម៉ែបងប្អូនបើសិនជាមានកំហុសខុសឆ្គងឬការបកស្រាយលើវីដេអូនេះត្រង់ចំណុចណាកន្លែងណាមិនទាន់គ្រប់ជ្រុងក៏ស្នើខន្តីអភ័យទោសហើយខ្ញុំនឹងវិលមកជួបបងប្អូននៅវីដេអូលើក្រោយទៀតបាទគណៈពេលនេះខ្ញុំបាទសូមអរគុណនិងសូមជម្រាបលា